លំហាត់ដំណពូជឬក៏គេហៅថាលំហាត់ប្រកាសណាតែមុននឹងបងប្អូនទាំងអស់គ្នាអាចដោះស្រាយលំហាត់ប្រកាសនេះបានបងប្អូនទាំងអស់គ្នាត្រូវតែដឹងពីគន្លឹះនៃការដោះស្រាយលំហាត់នេះផងដែរអញ្ចឹងយើងមកមើលការបញ្យល់ពាក្យកន្លឹះវិញបងប្អូនទាំងអស់គ្នានៅក្នុងលំហាត់នេះអត់មានរូបមន្តអីច្រើនទេប៉ុន្តែយើងត្រូវដឹងពីពាក្យកន្លឹះនៅក្នុងលំហាត់ហ្នឹងទើបយើងអាចយល់ពីប្រធានលំហាត់ហ្នឹងហើយយើងអាចធ្វើការដោះស្រាយលំហាត់ហ្នឹងបានចា៎តោះឥឡូវយើងមើលពាក្យថាសែនអញ្ចឹងអ្នកគ្រូឲ្យនិយមន័យសែនថាជាអង្កត់មួយរបស់ ADN ដែលផ្ទុកព័ត៌មានសេនេតិកសម្រាប់សំយោគប្រូតេអ៊ីនចា៎អញ្ចឹងអាហ្នឹងគេហៅថាសែនណាយើងដឹងថានៅលើអង្កត់របស់ម៉ូលេគុល ADN មួយវាមានច្រើនតម្រៀបគ្នាអញ្ចឹងអង្កត់មួយរបស់ ADN ហ្នឹងអាហ្នឹងគឺជាសែននឹងឯងមួយទៀតយើងមកនិយាយពាក្យថាអាឡែលចឹងអាឡែលគឺជារូបរាងផ្សេងនៃសែនតែមួយដែលស្ថិតនៅលើចំណុចដូចគ្នានៃគូក្រូម៉ូសូមអូម៉ូឡូកអញ្ចឹងយើងដឹងថាក្រូម៉ូសូមវាស្ថិតនៅជាគូគេហៅថាគូក្រូម៉ូសូមអូម៉ូឡូកហើយនៅលើក្រូម៉ូសូមអូម៉ូឡូកមួយគូវាមានទីតាំងស្ថិតត្រង់ចំណុចដូចគ្នាដូចគ្នាមួយគូនៅលើគូក្រូម៉ូសូមអូម៉ូឡូកហ្នឹងអញ្ចឹងកាលណាដែលទីតាំងអាឡែលដែលទីតាំងសែនដែលស្ថិតនៅជាគូមួយគ្នានៅលើក្រូម៉ូសូមអូម៉ូឡូកនឹងជាគូនឹងគេហៅថាជាអាឡែលនឹងឯងទាំងអស់គ្នាចាអញ្ចឹងយើងត្រូវចំណាំថាឯកតៈនីមួយៗមានអាឡែលចំនួន2ចាដែលមួយបានមកពីមេនិងមួយទៀតបានមកពីបាហើយអាឡែលនីមួយៗគឺមានទម្រង់ដូចគ្នាហើយខ្លះទៀតគឺខុសគ្នាចាអញ្ចឹងពេលសម្រាប់ដោះស្រាយលំហាត់នេះគ្រូនឹងបញ្យល់ប្រាប់បងប្អូនបន្តទៀតថាវាខុសគ្នាមិនខាត់ដូចគ្នាមិនតពាក្យកន្លឹះបន្តទៀតគឺពាក្យថាសេណូទីបឬក៏គេថាសែនគំរូសែនអញ្ចឹងពាក្យថាសេណូទីបគឺជាបណ្ដុំអាឡែដែលកំណត់លក្ខណៈមួយរបស់សារពាង្គកាយហើយវាតាំងដោយអក្សរទាំងអស់គ្នាណាគឺអក្សរអាធំឬក៏អាធំអាតូចឬក៏អក្សរអីក៏បានដែរទាំងអស់គ្នាចាឲ្យតែយើងដឹងថាទៅសេចេញជាអក្សរដែលតាំងបែបនេះគេហៅវាថាជាគំរូរបស់សែនណាឬក៏គេហៅថាជាលក្ខណៈសេណូទីបមួយទៀតលក្ខណៈផេណូទីបទាំងអស់គ្នាចាលក្ខណៈផេណូទីបឬក៏គេហៅថាគំរូលក្ខណៈអញ្ចឹងវាគឺជាបណ្ដុំលក្ខណៈនៃសារពាង្គកាយមួយដែលអាចមើលឃើញចាអញ្ចឹងលក្ខណៈដែលសារពាង្គកាយមួយកំណត់ហើយអាចឲ្យយើងមើលឃើញបានអាហ្នឹងគេហៅថាជាលក្ខណៈផេណូទីបឬក៏គេហៅថាគំរូគំរូលក្ខណៈទាំងអស់គ្នាចាឧទាហរណ៍ដូចជាសក់រួញសក់ខ្មៅផ្លែវែងផ្លែខ្លីអីលក្ខណៈច្រើនមែនតើនៅលើសារពាង្គកាយរបស់ប្រភេទភេទរស់ចាតោះបញ្យល់ពាក្យបន្តទៀតគឺលក្ខណៈលុបណាចាលក្ខណៈលុបអញ្ចឹងលក្ខណៈលុបគឺជាលក្ខណៈដែលលេចចេញនៅចំនួន F អងនៃការបង្កាត់មេបាពុះសុទ្ធចាអញ្ចឹងលក្ខណៈលុបជាលក្ខណៈដែលចាលក្ខណៈលុបវាលេចឡើងនៅគ្រប់ចំនួននៃការបង្កាត់មេបាពុះសុទ្ធដោយលក្ខណៈតែម្យ៉ាងចាអានេះគេហៅថាលក្ខណៈលុបវាមានចំនួន2ណាមាន2បែបគឺលក្ខណៈលុបជា homozygote ពាក្យថា homozygote ទៀតយើងអ្នកគ្រូនឹងបញ្យល់ទៀតដែរនិងលក្ខណៈលុបជា heterozygote ណាទាំងអស់គ្នាចាអញ្ចឹងយើងទៀតយើងនឹងយល់ពាក្យថាអីគេទៅ heterozygote អីគេទៅ homozygote បន្តទៀតអូខេអញ្ចឹងលក្ខណៈលុបត្រូវមានការតាំងអក្សរធំនៃអក្សរឡាតាំងទាំងអស់គ្នាណាចាទៅគេសម្គាល់ថាវាជាលក្ខណៈលុបអ្នកគ្រូឧទាហរណ៍ដូចជាអាធំនេះអានេះគឺជាលក្ខណៈលុបឯងតាំងដែលអក្សរធំលក្ខណៈដែលលុបហ្នឹងគឺវាលេចចេញជាលក្ខណៈដែលលេចចេញអ្នកគ្រូឧទាហរណ៍ថាលក្ខណៈសក់រួញលុបលើសក់ត្រង់អញ្ចឹងសក់រួញហ្នឹងគឺជាលក្ខណៈលុបហើយអញ្ចឹងវាលេចចេញឲ្យយើងមើលឃើញគឺជាសក់រួញនឹងឯងមួយទៀតគឺជាលក្ខណៈអន់ណាចាលក្ខណៈអន់ចឹងលក្ខណៈអន់គឺជាលក្ខណៈដែលបាត់ទៅនៅចំនួន F អងតែលេចចេញសារជាថ្មីនៅចំនួន F នៃការបង្កាត់មេបាពុះសុទ្ធចាអញ្ចឹងលក្ខណៈអន់គឺអត់លេចចេញទេនៅចំនួន F អងដល់ពេលចំនួន F ទៅវាមានការលេចចេញណាចាអានេះករណីរវាងការបង្កាត់មេបាពុះសុទ្ធ2
ចាយើងចំណាំសម្រាប់លក្ខណៈអន់គឺមានតែពូជសុតទេឬក៏គេហៅថា homozygote វាអត់មានលក្ខណៈជា hetero ទេអញ្ចឹងឲ្យតែលក្ខណៈអន់គឺមានតែលក្ខណៈ homozygote រហូតតែម្ដងចាអញ្ចឹងវាលក្ខណៈអន់វាលេចឡើងនៅចំនួន F-der នៃការបង្កាត់មេបាពូជសុតហើយលក្ខណៈអន់ត្រូវតែតាំងដោយអក្សរតូចនៃអក្សរឡាតាំងអក្សរតូចដូចគ្នាណាទាំងអស់គ្នាចាមកឥឡូវយើងមកមើលមួយទៀតពាក្យថា homozygote ឬក៏គេហៅវាថាជាពូជសុតអញ្ចឹងវាជាឯកតៈកន្លែងអានេះគឺឯណាទាំងអស់គ្នាគឺអ្នកគ្រូអត់សរសេរវាអត់ចេញអក្សរឯទៅចេញអក្សរញអញ្ចឹងឯកតៈពូជសុតដែលមានសែនអាឡែដូចគ្នាហើយផលិតកាម៉ែតបានតែមួយប្រភេទអញ្ចឹងអ្នកគ្រូឧទាហរណ៍ homozygote ហ្នឹងគឺជាពូជសុតវាអាចជាឲ្យតែអក្សរដូចគ្នាគេហៅថាជាពូជសុតដែរអក្សរដូចគ្នានៅជាមួយគ្នាគេហៅពូជសុតប៉ុន្តែជួនកាលអក្សរធំដូចគ្នាជួនកាលអក្សរតូចដូចគ្នាអញ្ចឹងអាហ្នឹងគឺជាពូជសុតមួយលក្ខណៈលុបគឺតាំងដោយអក្សរធំដល់ពេលលក្ខណៈអន់ជាពូជសុតតាំងដោយអក្សរតូចចាអូខេមកយើងមកមើលមួយទៀតគឺពាក្យថា heterozygote ឬក៏គេប្រើពាក្យថាពូជមិនសុទ្ធឬក៏គេប្រើពាក្យថា hybrid ឬក៏គេប្រើពាក្យបានមួយទៀតថាកូនកាត់អញ្ចឹងអាពាក្យទាំងអស់នេះគឺវាមានន័យដូចគ្នាទាំងអស់គ្នាណាចាអញ្ចឹងវាជាឯកតៈចាដែលអាឡែល2ទាំងពីរខុសគ្នាក្នុងសែនដូចគ្នាវាជាឯកតៈពូជមិនសុទ្ធបង្កើតបានអាឡែល2ប្រភេទអញ្ចឹងមានន័យថានៅលើគូក្រូម៉ូសូមអូម៉ូឡូកហ្នឹងគឺវាមានអាឡែល2ផ្សេងគ្នាដែលមួយគឺជាតាំងដោយអក្សរធំមួយទៀតតាំងដោយអក្សរតូចអញ្ចឹងណាចាអញ្ចឹងមានន័យថានៅលើអាឡែល2អាមួយអាឡែលមួយចំហៀងគឺជាលក្ខណៈលបអាឡែលមួយចំហៀងទៀតគឺជាលក្ខណៈអន់អញ្ចឹងវានៅជាមួយគ្នាទៅគេហៅវាថាជាពូជមិនសុទ្ធជា heterozygote នេះតាំងដោយអក្សរបែបនេះណាអក្សរធំមួយអក្សរតូចមួយគឺជាពូជមិនសុទ្ធហើយបើអក្សរធំដូចគ្នាអក្សរតូចដូចគ្នាគេហៅថាពូជសុទ្ធណាចាដល់ពេលពូជមិនសុទ្ធត្រូវមានអក្សរពីរខុសគ្នាធំមួយតូចមួយតោះយើងមកមើលកន្លឹះដែលយើងត្រូវចំណាំទាំងអស់គ្នានៅក្នុងធម្មជាតិសារពាង្គកាយខ្លះអាចជា homozygote ខ្លះទៀតជា heterozygote ចំពោះ monohybrid ពូជសុទ្ធបង្កើតបានកាម៉ែតតែមួយប្រភេទទេគឺបេធំបង្កើតបានតែកាម៉ែតបេធំមួយពូជមិនសុទ្ធបង្កើតបានកាម៉ែតពីរប្រភេទឧទាហរណ៍បេធំមួយបេតូចមួយបង្កើតបានកាម៉ែតបេធំឬក៏បេតូចចឹងទៅដល់ពេលករណី dihybrid ពូជសុទ្ធបង្កើតបានកាម៉ែតតែមួយដូចគ្នាប៉ុន្តែមានអក្សរដល់ទៅ4ព្រោះដោយសារវាលក្ខណៈពីរផ្សេងគ្នាណាចាអញ្ចឹងកាម៉ែតបាន2ដល់ពេលពូជមិនសុទ្ធកាម៉ែត4បានតែ4ប្រភេទទេចាគឺយើងគុណឆ្លាស់គ្នាហ្នឹងណាចាចាំវីដេអូក្រោយនេះកូននឹងបញ្យល់ពីការបង្កាត់ខ្វែងហ្នឹងចាតោះយើងមកមើលច្បាប់របស់ម៉ង់ដែលបង្កើតបានច្បាប់3ទាំងអស់គ្នាណាចាទី1គឺច្បាប់ឯកសណ្ឋានភាពនៃ hybrid នៅចំនួន F-ong កាលណាមេបាពូជសុទ្ធជា hybrid នៅចំនួន F-ong មានលក្ខណៈដូចគ្នាទាំងអស់ដល់ពេលទី2គឺច្បាប់ផ្ដាច់ចេញនៃគូអាឡែគឺច្បាប់ទី2ណាចឹងគឺជាច្បាប់ដែលពំណូថាចំពោះសារពាង្គកាយមួយលក្ខណៈនីមួយកំណត់ដែលអាឡែ2នៅពេលកំណត់កាម៉ែតអាឡែទាំងពីរបែបចេញពីគ្នាកាម៉ែតមានអាឡែតែមួយចំពោះលក្ខណៈនីមួយពេលបង្កកំណើតសារពាង្គកាយថ្មីមានអាឡែ2គឺមួយបានមកពីមេមួយទៀតបានមកពីបាចាមួយទៀតគឺយើងនិយាយពីច្បាប់ទី3របស់ម៉ង់ដែរគឺច្បាប់ការផ្ដាច់ចេញនៃគូការផ្ដាច់ចេញដោយឯករាជ្យនៃគូអាឡែនេះគឺជាច្បាប់ទី3ណាចាច្បាប់ទី3នេះគឺជាការបង្កាត់ដោយលក្ខណៈ2យ៉ាងណាទាំងអស់គ្នាចាមួយទៀតគឺការបង្កាត់តេស្តចាអញ្ចឹងការបង្កាត់វាមានច្រើនប្រភេទមែនតើចឹងនិយាយពីការបង្កាត់តេស្តគឺជាការបង្កាត់រវាងលក្ខណៈលុបនិងអន់ដើម្បីឲ្យដឹងថាលក្ខណៈលុបនោះជា homo ឬក៏ជា heterozygote ចាអញ្ចឹងវីដេអូក្រោយយើងនឹងចូលដល់លំហាត់តែម្ដងឥឡូវនេះគ្រូគ្រាន់តែប្រាប់ពីកលឹះនៃការដោះស្រាយលំហាត់ដូចជាបញ្ចូលពាក្យដូចជាការតាំងអក្សរអីផ្សេងអញ្ចឹងបងប្អូននឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាចាបាយបាយបងប្អូនទាំងអស់គ្នា